វិស្វករជាច្រើនតែងតែចាប់ផ្ដើមដំណើរជីវិតការងារចេញពីតួនាទីដំបូងជាវិស្វករការដ្ឋានរួមទាំងខ្ញុំផងដែរចាំពិតទៅគ្មាននរណាម្នាក់ដែលមិនចង់ផ្លាស់ប្ដូរតួនាទីតំណែងរបស់ខ្លួនឲ្យខ្ពស់ជាងមុនឲ្យល្អជាងមុនឲ្យប្រសើរជាងមុនឲ្យធំជាងមុននោះទេប៉ុន្តែគ្នាយើងមួយចំនួនពិបាកនៅក្នុងការឆ្លងកាត់ឲ្យផុតការផ្លាស់ប្ដូរមួយនេះមែនទែនជាធម្មតាបន្ទាប់ពីបំពេញការងារទទួលបានបទពិសោធន៍រយៈពេល1ឆ្នាំទៅ2ឆ្នាំរួចហើយគ្នាយើងក៏ចាប់ផ្ដើមមានបំណងចង់ផ្លាស់ប្ដូរតួនាទីឲ្យធំជាងមុនហើយអញ្ចឹងក៏ពិតទៅតួនាទីដែលស័ក្តិសមបំផុតហើយដែលល្អបំផុតខ្ញុំគិតថាជាតួនាទីវិស្វករផ្នែកធ្វើផែនការការងារតាមបទពិសោធន៍របស់ខ្ញុំវិស្វករធ្វើផែនការការងារជាតួនាទីដ៏ល្អមួយដែលជាស្ពានដែលពួកគាត់អាចឆ្លងទៅកាន់តួនាទីដែលមានកម្រិតខ្ពស់ជាងនេះមួយទៀតដែលជាតួនាទីប្រធានការដ្ឋានប៉ុន្តែសំណួរសួរថាហេតុអ្វីបានជាពិបាកផ្លាស់ប្ដូរម្ដេចតើមានរបាំងអ្វីដែលខាំងពួកគាត់មិនអាចផ្លាស់ប្ដូរពីតួនាទីជាវិស្វករការដ្ឋានក្លាយទៅជាវិស្វករផ្នែកធ្វើផែនការការងាររួចផ្លោះទៅកាន់តំណែងដ៏ខ្ពស់មួយទៀតគឺជាប្រធានការដ្ឋាននោះចម្លើយគឺខ្វះអ្នកតម្រង់ផ្លូវអ្នកតម្រង់ទិសទី2កត្តាខ្លួនឯងគឺកង្វះភាពប៉ិនប្រសប់ផ្នែកជំនាញការប្រើប្រាស់ប្រព័ន្ធ Digital ហើយនឹងមួយទៀតគឺជាការចេះដឹងផ្នែកវិធីសាស្ត្រនៅក្នុងការធ្វើផែនការអញ្ចឹងបើនិយាយអញ្ចឹងសួរថាអត់មានផ្លូវទៀតទេអញ្ចឹងហើយជាមិនអាចផ្លាស់ប្ដូរបានទេមែនអត់ខុសហើយកម្មពិតទៅយើងនៅតែមានវិធីសាស្ត្រ5ដែលចែកជូនទៅគ្នាយើងទាំងអស់គ្នាឲ្យសាកល្បងវិធីសាស្ត្រទាំង5នឹងជួយឲ្យបងប្អូនមានការផ្លាស់ប្ដូរហើយលែងពិបាកដូចមុនទៀតហើយទី1គឺកសាងចំណេះដឹងផ្នែកទ្រឹស្ដីឲ្យបានខ្លាំងជាងមុនខ្ញុំចង់គូសបញ្ជាក់នៅត្រង់នេះថាយើងត្រូវហ៊ានតាំងចិត្តឲ្យលះបង់អ្វីគឺលះបង់ពេលវេលានៅក្នុងមួយថ្ងៃរយៈពេលចន្លោះពី30នាទីទៅ1ម៉ោងនៅចន្លោះពេលសម្រាកដែលបងប្អូនសម្រាកក្រោយបាយក្តីបងប្អូនគួរតែចាប់ផ្ដើមចំណាយពេលទាំងអស់នោះឲ្យមានប្រយោជន៍ជាងមុនគឺរៀនសូត្របន្ថែមរៀនសូត្រកសាងខ្លួនបន្ថែមអញ្ចឹងសួរថារៀនសូត្ររៀនតាមរយៈអីទៅបងខ្ញុំអត់មានគ្រូហ្នឹងអត់ទេយើងអាចធ្វើការរៀនសូត្រតាមរយៈអានសៀវភៅបើបងប្អូនអាចប្រើប្រាស់សម័យ Digital នេះគឺអាចអត្ថបទខ្លីៗឬក៏នៅតាម YouTube ក្តីឬក៏នៅតាមមាតិកាដែលគេធ្វើនៅតាមបណ្ដាញសង្គម Facebook ជាក់ស្ដែងដូចជាមាតិកាដែលខ្ញុំកំពុងតែធ្វើវីដេអូចែកជូននៅសប្តាហ៍នេះអញ្ចឹងដែលស្ដីអំពីវិស័យសាងសង់ខ្ញុំតែងតែចែករំលែកនៅបទពិសោធន៍នៅចំណេះដឹងដែលជាប្រយោជន៍សម្រាប់គ្នាយើងនៅចំនួនក្រោយដើម្បីអាចប្រើប្រាស់ខ្ញុំគិតថាបទពិសោធន៍គឺជាការរុញច្រានផ្លូវឲ្យអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរអ្វីដែលជាគោលបំណងឲ្យបានទទួលបានជោគជ័យសិនជាបងប្អូនចូលចិត្តនៅ page ដែលមាតិកាខ្ញុំធ្វើអាចចុច follow និងទទួលបានព័ត៌មានវីដេអូថ្មីៗមុនគេគន្លឹះសំខាន់គឺយើងត្រូវផ្សារភ្ជាប់បទពិសោធន៍ការងារការដ្ឋានដែលយើងទទួលបាននៅឯការដ្ឋានជាក់ស្ដែងផ្សារភ្ជាប់ជាមួយនឹងការស្វែងយល់តាមរយៈទ្រឹស្ដីបន្ថែមវាចាប់ផ្ដើមពន្យល់ឲ្យយើងកាន់តែយល់ស៊ីជម្រៅជាងមុនថាតើទ្រឹស្ដីដែលយើងបានរៀនសូត្រនេះនៅការដ្ឋានជាក់ស្ដែងនៅកន្លែងដែលយើងធ្វើការជាក់ស្ដែងតើយើងគួរប្រតិបត្តិវាផ្សារភ្ជាប់វារបៀបម៉េចទី2ពង្រឹងសមត្ថភាពផ្នែកប្រើប្រាស់ប្រព័ន្ធ Digital ដូចជាកុំព្យូទ័រជាដើមនេះយើងច្បាស់ជាដឹងហើយសម័យនេះគឺជាសម័យកុំព្យូទ័រសម័យ Digital សម័យ AI បើយើងមិនរូតរះនៅក្នុងការផ្លាស់ប្ដូរទេយើងអាចដើរយឺតជាងគេហើយយើងអាចដើរមិនទាន់ទេគេចាប់ផ្ដើមដោយការងារសាមញ្ញនៅលើកម្មវិធីកុំព្យូទ័រដូចជា Microsoft Office ដូចដើមបន្ទាប់មកយើងអាចដើរនៅជំហានបន្ទាប់ដើម្បីពង្រីកចំណេះដឹងយើងទៅលើផ្នែក Excel ហើយក៏ដូចជាកម្មវិធីនៅក្នុងការធ្វើផែនការការងារដែលគេតែងតែប្រើប្រាស់គឺ Microsoft Project ឬក៏ Primavera P6 ជាទី3គឺរៀនតាមវិស្វករផែនការដែលជារៀមច្បងយើងត្រូវតែចាត់ទុកកន្លែងធ្វើការយើងគឺជាកន្លែងបណ្ដុះបណ្ដាលគឺកន្លែងវឹកវើជំនាញថ្មីរបស់យើងធ្វើការទទួលបានប្រាក់បៀវត្សជារៀងមួយតែយើងមានប្រយោជន៍នៅក្នុងការរៀនសូត្រអំពីជំនាញដែលយើងចង់ធ្វើនៅជំហានបន្តដែលជាវិស្វករផែនការនេះយើងអាចរៀនតាមគ្នាយើងដែលគាត់ជាវិស្វករដែលមានតំណែងនេះឬក៏រៀនច្បងយើងអាចចំណាយពេលរយៈពេលពី1ម៉ោងទៅ2ម៉ោងជារៀងរាល់សប្តាហ៍យើងអាចសុំធ្វើការសាកសួរឬក៏អង្កេតទៅលើសកម្មភាពដែលវិស្វករម្នាក់ទៀតដែលធ្វើការជាមួយយើងនៅក្នុងក្រុមហ៊ុនតែមួយដែលគាត់មានជំនាញផ្នែកនោះគាត់ធ្វើការងារគ្រប់គ្រងផែនការរបៀបម៉េចគាត់ធ្វើការដោយរបៀបណាហើយគាត់តាមដានវិវឌ្ឍនភាព progress ការងារដោយរបៀបណានេះហើយគឺជាអ្វីដែលយើងត្រូវតែរៀនសូត្ររៀនអង្កេតពីគេផងដែរខ្ញុំបន្ថែមបន្តិចទៀតតទៅជាមួយនឹងតួនាទីយើងរាល់ថ្ងៃជាវិស្វករការដ្ឋានយើងត្រូវរៀនធ្វើកំណត់ហេតុប្រចាំថ្ងៃមានការបរិច្ឆេទមានitem task ការងារដែលថ្នាក់លើដាក់ឲ្យយើងហើយចំនួនមនុស្សសម្ភារៈ
ទៅមួយរយៈពេលដែលយើងធ្វើតើចំណាយរយៈពេលប្រមាណតើប្រើគ្រឿងចាក់ប្រើអីអស់ចំនួនប្រមាណដែរហើយនឹងការកត់ត្រាទុកនៅស្ថិតិអំពីផលិតផលការងារដែលជា productivity ផលិតជាមធ្យមវាសុទ្ធតែជាអ្វីដែលល្អសម្រាប់យើងអាចយកវាទៅប្រើប្រាស់បាននៅពេលអនាគតយើងអាចធ្វើផែនការដោយយោងទៅលើស្ថិតិជាក់ស្ដែងតែប្រតិបត្តិនៅសាយទី4គឺរក្សាបណ្ដាញទំនាក់ទំនងយើងគួរតែមានទំនាក់ទំនងឲ្យបានស្អិតរមួតជាមួយនឹងក្រុមការងារក៏ដូចជាវិស្វករដែលគាត់ធ្វើការផ្នែកផែនការផងដែរលើពីនេះយើងអាចរៀនសូត្រឬក៏ចូលរួម seminar វគ្គបណ្ដុះបណ្ដាលផ្នែកការងារធ្វើផែនការការងារបន្ថែមដើម្បីឲ្យយើងអាចទទួលបានបទពិសោធន៍ថ្មីចំណេះដឹងថ្មីហើយការគិតរបស់យើងគឺបើកធំទូលាយជាងមុនចុងក្រោយគឺជាចំណុចទី5គឺការបន្តសិក្សារៀនសូត្រឥតឈប់ឈរជាធម្មតាទេយើងមិនអាចចេះអស់ទេអញ្ចឹងយើងពីមួយថ្ងៃទៅមួយថ្ងៃយើងប្រឹងប្រែងរៀនបន្តបើយើងមានលទ្ធភាពឬក៏យើងមានពេលយើងអាចទៅសិក្សានៅវគ្គបណ្ដុះបណ្ដាលខ្លីៗនៅតាមស្ថាប័នផ្សេងៗដែលគាត់បណ្ដុះបណ្ដាលបន្ថែមពីជំនាញនេះក្តីឬក៏យើងទៅបន្ថែមនៅជំនាញកុំព្យូទ័រជំនាញប្រើ software ផ្សេងៗដើម្បីធ្វើផែនការធ្វើឲ្យយើងកាន់តែមានសមត្ថភាពពេញលេញយើងខ្លាយទៅជាវិស្វករដែលប្រើប្រាស់នៅសមត្ថភាពធ្វើផែនការបានប្រសើរជាងមុនការផ្លាស់ប្ដូរការ challenge អ្វីដែលថ្មីគឺជាសញ្ញាល្អសូមអ្នកនរគ្នាធ្វើការដោយការប្រុងប្រយ័ត្នហើយអត់ធ្មត់ឲ្យធ្ងន់ទើបអ្នកនរគ្នាបាននៅទទួលការជោគជ័យនៅពេលអនាគតបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេចចុចចែករំលែកទៅកាន់បងប្អូនគ្នាយើងបន្តទៀតផងដែរអរគុណសូមជម្រាបលាបាយបាយ